នាឱកាសទិវាវប្បធម៌ជាតិលើកទី27ខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនខ្មែរគ្រប់រូបមកស្គាល់មរតកបេតិកភណ្ឌខ្មែរមួយដែលកូនខ្មែរគ្រប់រូបត្រូវដឹងត្រូវស្គាល់នោះគឺកេណកេណជាពាក្យសំស្ក្រឹតសំដៅទៅលើឈ្មោះសត្វនៅក្នុងព្រៃហេមពាន្តដែលមានរាងកាយផ្នែកខាងលើជាមនុស្សខាងក្រោមជាសត្វមានស្លាបអាចហើរបានក្នុងប្រទេសកម្ពុជាគេរកឃើញរូបកេណចំណាស់បំផុតនៅលើចម្លាក់នៃប្រាសាទសម្បូរព្រៃគុកដែលត្រូវបានកសាងឡើងក្នុងសតវត្សទី7នៅក្នុងរបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរយើងដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ក៏មានរបាំកេណរី ដែលនាដការរបាំក្រុងឈុតសម្លៀកបំពាក់ខ្មែរបុរាណដ៏ប្រណិតរេរាំពុតពេនពោពេញទៅដោយសិល្បៈរស់រវើកនៅឆ្នាំ1906នាដការរបាំកេណរីបានសម្ដែងនៅអឺរ៉ុបជាលើកដំបូងនៅឯពិព័រណ៍អាណានិគមនៅទីក្រុងមេក្សីប្រទេសបារាំងក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិគ្រឿងសម្លៀកបំពាក់កេណរីក្នុងរបាំព្រះរាជទ្រព្យមានទ្រង់គ្រឿងជាច្រើនយ៉ាងល្អប្រណិតដែលបន្សល់ទុកពីក្បួនខ្នាតបុរាណរបស់ខ្មែរយើងក្បាច់រចនាដ៏ល្អវិចិត្រនៃគ្រឿងសម្លៀកបំពាក់ស្លាបចុងកន្ទុយកេណដែលលម្អយ៉ាងប្រណិតនេះក៏ត្រូវបានជ្រើសរើសបញ្ចូលក្នុងម៉ូដរចនាបេតិកភណ្ឌខ្មែរនៅលើ ABA Mobile ដែលមានអ្នកប្រើរាប់លាននាក់គ្រប់ម៉ូដរចនារបស់ ABA Mobile ត្រូវបានបង្កើតឡើងក្រោមហេតុផលច្បាស់លាស់ហើយរាល់ទិដ្ឋភាពនិងប៊ូតុងនីមួយៗសុទ្ធតែមានបង្កប់អត្ថន័យគុណតម្លៃជាក់លាក់ជាក់ស្ដែងវត្តមានកេណលើប៊ូតុងមួយរបស់ ABA Mobile ជាការរួមចំណែកលើកស្ទួយវប្បធម៌ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិនិងបេតិកភណ្ឌដូនតាខ្មែរយើងឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់ប្រើម៉ូដរចនាបេតិកភណ្ឌខ្មែរនៅលើ ABA Mobile ហើយយើងរួមគ្នាថែរក្សានិងផ្សព្វផ្សាយមរតកជាតិយើងទាំងអស់គ្នា